បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងចំណុចនេះលោកគ្រូសូមណែនាំបងប្អូនអរគ្នាពីរបៀបបញ្ចូល account Gmail ទៅក្នុងកម្មវិធី browser ទូរស័ព្ទរបស់បងប្អូនបាទកម្មវិធី browser នេះគឺនេះមានរូបនេះគឺជាទូរស័ព្ទ Vivo អញ្ចឹងគេហៅថា Vivo browser ហើយនេះក៏ browser ដែរជ្រោមក៏ជា browser ដែរគឺជា app ដែលយើង download មកបន្ថែមអញ្ចឹង Vivo នេះគឺវាជា default មានន័យថាវាមាននៅលើទូរស័ព្ទនឹងស្រាប់តែម្ដងដូចជាទូរស័ព្ទ Oppo ក៏មានទូរស័ព្ទ iPhone គេហៅថា Safari គឺមាននៅលើទូរស័ព្ទផ្ទាល់មកតែម្ដងហើយជ្រោមនេះយើងដំឡើង app មានន័យថាយើងទៅដំឡើង app មកបន្ថែមហើយ browser ពីរហ្នឹងគឺប្រើដូចគ្នាប៉ុន្តែគ្រាន់ថាមួយយើងតម្លើងថែមហើយមួយទៀតវាមាននៅលើទូរស័ព្ទនឹងស្រាប់ឥឡូវលោកគ្រូចូលទៅតម្លើងបញ្ចូល Gmail នៅក្នុង browser របស់យើងអញ្ចឹងយើងចុចកន្លែង search នេះវាយពាក្យថា Google អ្នកនរគ្នាវាយពាក្យថា Google មកប្រសិនបើយើងចាញ់រូបនេះគូចុចលើរូបនេះអាហ្នឹងមានន័យថា account របស់យើងអត់ទាន់មានទេអញ្ចឹងយើងត្រូវបញ្ចូល account Gmail បាទអញ្ចឹងគ្រូចុចឲ្យមើលថាថ្មីដំបូងយើងចុចលើ browser របស់យើងហើយអ្នកនរគ្នាវាយកន្លែង search នេះយើងវាយពាក្យថា Google ហើយចុចលើរូបនេះមួយបាទចុចមកហើយយើងចុច use another account បន្ទាប់មកកន្លែងនេះយើងបញ្ចូលឈ្មោះ account Gmail របស់យើងវាយឲ្យពេញមកណាបាទវាយឲ្យពេញអញ្ចឹងមកហើយយើងចុចពាក្យថា next បន្ទាប់មកទៀតកន្លែងនេះយើងដាក់ password ហើយបន្ទាប់មកទៀតបានយើងចុច next ណាបាទចុច next ទៅ account Gmail របស់យើងនឹងចូលទៅក្នុង browser របស់យើងតែម្ដងហើយកន្លែងនេះខ្ញុំអត់អាចវាយ password របស់ខ្ញុំពេញទាំងអស់បានទេដោយសារតែវាយទៅអ្នកនរគ្នាឃើញអញ្ចឹងខ្ញុំអត់វាយទេបាទគ្រាន់តែថាបញ្ជាក់ថាកន្លែងហ្នឹងយើងវាយ password Gmail យើងទៅហើយយើងចុច next ទៅវានឹង account យើងនឹងចូលហើយអញ្ចឹងយើងចូលបែបណាចឹងខ្ញុំសាកបើកជ្រោមដែលខ្ញុំបានបញ្ចូលស្រាប់អញ្ចឹងដើម្បីឆែកមើលថាយើងបញ្ចូល account បាននៅយើងវាយពាក្យ Google បើសិនជាយើងបញ្ចូលបានហើយយើងនឹងមាន account របស់យើងនេះមានឃើញរូបថតលោកគ្រូហ្នឹងបាទហើយនឹងឈ្មោះ account របស់យើងអញ្ចឹងមានន័យថាយើងបានបញ្ចូល account រួចហើយដល់ពេលយើងបញ្ចូល account រួចហើយយើងចុចកន្លែងគៀននេះអញ្ចឹងវាមានប្រតិបត្តិការច្រើនណាស់យើងអាចប្រើប្រាស់ដូចជា Google Doc Google Sheet Google Slide វាមាន Google Meet មាន Gmail មាន Drive មានកម្មវិធីអីជាច្រើនទៀតដែលយើងអាចប្រើប្រាស់នៅក្នុង browser របស់យើងបាទចឹងនេះខ្ញុំបញ្ចូលរួចហើយបាទហើយហេតុអីបានជាខ្ញុំត្រូវណែនាំបងប្អូនគ្នាឲ្យចេះពីរបៀបនៃការបញ្ចូល Gmail ទៅក្នុង browser របស់យើងចំណុចដែលសំខាន់នោះគឺអ្នកនរគ្នាធ្វើការប្រឡងអនឡាញតាមរយៈ Google Form ហើយអ្នកនរគ្នាច្រើនតែនិយាយថាទូរស័ព្ទរបស់ខ្ញុំហ្នឹងបើកអត់ចេញទេឬមួយគូដាក់
តេស្តប្រឡងប្រចាំខែដាក់តេស្តប្រចាំសប្តាហ៍ឲ្យមកបើអត់ចេញធ្វើឲ្យកើតអញ្ចឹងចំណុចនេះអ្នកនរគ្នាត្រូវដឹងណាអ្នកនរគ្នាត្រូវតែបញ្ចូល Gmail មកក្នុង browser សិនបានកម្មវិធីទាំងអស់ហ្នឹងមានភាពងាយស្រួលយើងបើកមកគឺចេញតែម្ដងអញ្ចឹងយើងត្រូវបញ្ចូល account Gmail របស់យើងទៅក្នុង browser អញ្ចឹងបញ្ចូលល្អហ្នឹងទី1 Vivo browser ទី2យើងអាច download ជ្រៅមកបន្ថែមមកហើយយើងបញ្ចូល account យើងមកឬមួយក៏យើងអាចតឡើង Opera អាចតឡើង Firefox អីទៀតbrowser ហ្នឹងមានច្រើនណាស់ហើយតួនាទីវាសម្រាប់ស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិតបាទអញ្ចឹងដើម្បីឲ្យយើងរៀនអនឡាញប្រឡងអនឡាញកុំឲ្យជួបបញ្ហាគឺយើងត្រូវតែបញ្ចូល Gmail ទៅក្នុង browser របស់យើងបាទហើយ YouTube ក៏មាន browser Gmail ហ្នឹងដែរ YouTube ក៏តាក់ទងទៅនឹង Gmail ដែរនេះខ្ញុំបានបញ្ចូលយូររួចហើយណានេះរូបខ្ញុំ account របស់ខ្ញុំហ្នឹងអញ្ចឹង Gmail ហ្នឹងវាមានសារៈសំខាន់ណាគឺទូរស័ព្ទរបស់យើងត្រូវតែបញ្ចូល Gmail ហ្នឹងទៅកាន់ Play Store ដើម្បី download កម្មវិធីបញ្ចូលទៅក្នុង browser របស់ទូរស័ព្ទដូចជា Chrome ឬមួយក៏ browser ផ្ទាល់របស់ទូរស័ព្ទហ្នឹងដើម្បីងាយស្រួលស្វែងរកព័ត៌មានផ្សេងឬមួយក៏យើងរៀនតាម Google Meet ឬមួយក៏ប្រឡងតាម Google Form បើកមកដល់ចេញតែម្ដងវាអត់មានបញ្ហាអីទេដំបូងគឺយើងត្រូវតែបញ្ចូល account Gmail ទៅក្នុង browser របស់យើងណាបាទសូមអរគុណអញ្ចឹងអ្នកនរគ្នាគ្រូបានដាក់ទៅក្នុងក្រុម Telegram ឲ្យអ្នកនរគ្នាបង្កើត Gmail តាម YouTube ដែលគ្រូបានផ្ញើឲ្យហើយទី2គឺអ្នកទាំងអស់គ្នាត្រូវបញ្ចូល Gmail អ្នកទាំងអស់គ្នាទៅក្នុង browser របស់ទូរស័ព្ទដើម្បីយើងប្រឡងអនឡាញ Google Form ហើយឬមួយក៏លោកគ្រូអ្នកគ្រូដែលបរៀនតាម Google Meet ក៏អ្នកទាំងអស់គ្នាត្រូវមាន Gmail ដែរដើម្បីចូលរៀនជាមួយលោកគ្រូអ្នកគ្រូយើងរៀនអនឡាញគាត់រៀនតាមរយៈ Google Meet ក៏បញ្ចូល Gmail ដែរ YouTube ក៏បញ្ចូល Gmail ដែរបាទសូមអរគុណ